ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសារភាពថាលោកពិតជាត្រូវបានក្រុមកងអង្គរៈ Secret Service បដូរជើងយន្តហោះ Air Force One ដោយសម្ងាត់ក្នុងកំឡុងពេលដែលលោកវិលត្រឡប់មកពីកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅប្រទេសតូគីពិតមែនក្រោយពីយោធារបស់អាមេរិកទទួលបានសារគម្រាមកំហែងកម្រិតខ្ពស់ពីភាគីអ៊ីរ៉ង់លោក Donald Trump បានបង្ហាញថាគាត់ពិតជាបានរត់គេចខ្លួនតាមរយៈរថយន្តដឹកជញ្ជូនម្ហូបអាហារមួយដើម្បីបដូរជើងយន្តហោះថ្មីខណៈពេលដែលអ្នកសារព័ត៌មាននិងមន្ត្រីជាច្រើនរូបនៅលើយន្តហោះដូចដើមដោយមិនដឹងថាលោក Donald Trump ត្រូវបានចាក់ចេញនោះទេប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ថានេះគឺជាប្រវត្តិសាស្ត្រនិងជាលើកដំបូងរបស់លោកដែលត្រូវបានបដូរជើងយន្តហោះដោយសម្ងាត់ចាក់ចេញពីយន្តហោះ Air Force One ដែលជាយន្តហោះទំនើបបំផុតរបស់ពិភពលោកនិងដែលជាយន្តហោះមានសុវត្ថិភាពបំផុតសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី12ខែសីហានេះសារព័ត៌មាន Reuters បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ថាគាត់ត្រូវបានក្រុមកងអង្គរៈ Secret Service បញ្ជាឲ្យឡើងយន្តហោះផ្សេងជំនួសឲ្យយន្តហោះ Air Force One របស់ប្រធានាធិបតីពិតមែនលោក Donald Trump បានបន្ថែមថាគាត់មិនបានសាកសួរច្រើនអំពីព័ត៌មានលម្អិតអំពីការគម្រាមកំហែងរបស់ភាគីអ៊ីរ៉ង់នោះទេដោយលោកយល់ព្រមកិច្ចខ្លួនតាមការបញ្ជារបស់ក្រុមអង្គរៈ Secret Service ព្រោះពួកគេបានដឹងរឿងនេះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបង្ហាញថាទីភ្នាក់ងារសន្តិសុខអាមេរិកបានរកឃើញការគម្រាមកំហែងដែលអាចទុកចិត្តបានពីភាគីអ៊ីរ៉ង់ដែលអាចតាក់ទងទៅនឹងការវាយប្រហារដោយមីស៊ីលលើយន្តហោះរបស់ប្រធានាធិបតីគឺសំដៅទៅលើ Air Force One នេះតែម្ដងកាសែត New York Times បានរាយការណ៍ដែរថាចារកម្មសម្ងាត់បានទទួលព័ត៌មានពីបុគ្គលិកដែលគួរឲ្យទុកចិត្តបានរាយការណ៍ថាអ៊ីរ៉ង់ត្រៀមមីស៊ីលវាយប្រហារលើយន្តហោះ Air Force One របស់អាមេរិកហើយបានបញ្ជាឲ្យមានការប្រុងប្រយ័ត្នជាបន្ទាន់ក្រោយទទួលបានព័ត៌មានលម្អិតបែបនេះក្រុមកងអង្គរៈរបស់ប្រធានាធិបតីគឺ Secret Service បានរៀបចំផែនការជម្លៀសប្រធានាធិបតីភ្លាមតាមរថយន្តដឹកជញ្ជូនម្ហូបអាហារមួយចាក់ចេញទៅយន្តហោះផ្សេងទៀតដែលជាមូលដ្ឋានយោធារបស់អាមេរិកផងដែរហើយដែលជាទីតាំងដែលមានការការពារខ្ពស់ផងដែរកាលពីថ្ងៃទី8ខែកក្កដាគេសង្កេតឃើញថាប្រធានាធិបតី Donald Trump កំពុងឡើងយន្តហោះ Air Force One នៅចំពោះមុខកាមេរ៉ានិងទូរទស្សន៍ជាច្រើនប៉ុន្តែលោកត្រូវបានចុះពីយន្តហោះ Air Force One ភ្លាមនិងដោយសម្ងាត់ទោះជាយ៉ាងណាបន្ទាប់មកលោក Donald Trump ត្រូវបានអមដំណើរដោយរថយន្តដឹកម្ហូបអាហារមួយដែលត្រូវបានការពារដោយខ្ពស់ដូចគ្នាមុនពេលដែលបញ្ជូនលោក Donald Trump ទៅកាន់យន្តហោះយោធា C-32A និងដែលជាយន្តហោះដែលមានសុវត្ថិភាពខ្ពស់មួយទៀតសម្រាប់អនុប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់របស់អាមេរិកផងដែរទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកបានទម្លាយថាការគម្រាមកំហែងជីវិតរបស់លោក Donald Trump ពីសំណាក់ភាគីអ៊ីរ៉ង់នេះគឺមានចេតនាសងសឹកជំវិញការបាញ់សម្លាប់ឧត្តមសេនីយ៍ Qasem Soleimani កាលពីឆ្នាំ2020គួររំលឹកថាយន្តហោះ Air Force One គឺជាឈ្មោះហៅផ្លូវការនៃកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដែលប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណយន្តហោះដឹកប្រធានាធិបតីអាមេរិកឈ្មោះនេះត្រូវបានគេស្គាល់យ៉ាងច្បាស់បំផុតថាជាយន្តហោះផ្ទាល់ខ្លួនដ៏ធំបំផុតនិងទំនើបបំផុតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបំពាក់ដោយប្រព័ន្ធការពារខ្ពស់និងមានការទំនាក់ទំនងកម្រិតខ្ពស់បំផុតនៅលើពិភពលោកចំណែកឯកងការពារឬក្រុមអង្គរៈ Secret Service គឺជាភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធរបស់សហរដ្ឋអាមេរិកដែលមានតួនាទីស្នូលពីរគឺការពារសុវត្ថិភាពជូនប្រធានាធិបតីអនុប្រធានាធិបតីនិងអិសរាជជនសំខាន់របស់ជាតិព្រមទាំងករណីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុការក្លែងបន្លំកដាប្រាក់និងអក្រិតកម្មបច្ចេកទេសធំនៅលើពិភពលោកកងអង្គរៈឬកងការពារ Secret Service មានសិទ្ធិអំណាចពេញលេញក្នុងការកែប្រែផ្លូវធ្វើដំណើរឬការផ្លាស់ប្ដូរយន្តហោះនិងការលុបចោលការវិភាគណាភ្លាមប្រសិនបើប្រព័ន្ធស៊ើបអង្កេតប្រទះឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើប្រធានាធិបតី